ក្នុងពេលខ្លះតើអ្នកធ្លាប់គិតទេដូចជាតើអ្នកធ្លាប់គេងមិនលក់ដោយសារគិតច្រើនពេកទេហើយដឹងទេថាហេតុអ្វីយើង overthinking កើតឡើងនៅពេលដែលខួរក្បាលរបស់យើងព្យាយាមការពារខ្លួនពីកំហុសឬបញ្ហាដែលអាចកើតឡើងយើងគិតម្ដងហើយម្ដងទៀតព្រោះខ្លាចបរាជ័យខ្លាចគេវាយតម្លៃឬខ្លាចសម្រេចចិត្តខុសប៉ុន្តែបញ្ហាគឺការគិតច្រើនពេកមិនបានដោះស្រាយបញ្ហាទេតែបង្កឲ្យ stress អស់កម្លាំងនិងពិបាកផ្ដោតអារម្មណ៍ទៅវិញការស្រាវជ្រាវបានបង្ហាញថាមនុស្សដែល overthink ញឹកញាប់មានបញ្ហាថប់អារម្មណ៍និងសម្ពាធផ្លូវចិត្តខ្ពស់ជាងមនុស្សទូទៅដើម្បីជៀសផុតពី overthink អ្នកត្រូវធ្វើដូចតទៅចាំថាកុំចំណាយពេលគិតអំពីអ្វីដែលអ្នកមិនអាចគ្រប់គ្រងបានពេលខ្លះការធ្វើសកម្មភាពតូចមួយមានប្រយោជន៍ជាងការគិតរាប់ម៉ោងតើអ្នកជាមនុស្ស overthinking ដែរឬទេសូមខមមិននៅខាងក្រោម